បាទសូមគោរពជំរាបសួរបងប្អូនជាទីស្រឡាញ់រាប់អានបើគ្នាមួយរយៈពេលខ្លីដែរមិនបានផលិតវីដេអូដើម្បីចែកជូនបងប្អូនដើម្បីស្ដាប់យកជាកតិនៅក្នុងការអប់រំតាមរយៈកំណាព្យក្តីតាមរយៈបដិលោកតាមរយៈរឿងព្រេងក្តីហើយថ្ងៃនេះខ្ញុំនឹងមានអត្ថបទថ្មីមួយទៀតដែលដកស្រង់ចេញពីសិភៅភាសាខ្មែរថ្នាក់12ថ្នាក់ទី12មេរៀនទី2ពាក់ព័ន្ធជាមួយនឹងអត្ថបទនៅក្នុងអក្សរគួរនេះគឺរូបារម្មណ៍ហ្នឹងគឺលោកចង់បញ្ជាក់ពាក់ព័ន្ធជាមួយនឹងរូបារម្មណ៍ជារូបារម្មណ៍ដែលកើតឡើងពីកវីដែលប្រើប្រាស់ពាក្យពេចន៍ឃ្លាល្បះសំនួនតកតងទៅនឹងរូបារម្មណ៍បង្ហាញពីឥន្ទ្រីទាំង5ណាឥន្ទ្រីរូបារម្មណ៍បង្ហាញពីស្នេហាផ្លូវភេទកាមរូបារម្មណ៍បង្ហាញពីចិត្តរំភើបញាប់ញ័រខ្វាយខ្វល់អាហ្នឹងយើងឲ្យឈ្មោះថាវេទនារូបារម្មណ៍ដែលបង្ហាញពីសញ្ញាភាពណាសញ្ញាភាពសម្រាប់តម្កល់មតិគំនិតទស្សនៈណាមួយលើកឲ្យឈ្មោះថានិមិត្តរូបារម្មណ៍ហើយខាងក្រោមនេះគឺជាឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងក្លងឃ្លាកំណាព្យដែលខ្ញុំនឹងធ្វើការសូត្របន្តដើម្បីបងប្អូនបានស្ដាប់សំលេងផ្អែមល្ហែមស្រួយពីរោះស្ដាប់ទាំងកំឡងចាំងមេម៉ាយក្រមុំត្បូងខ្មុំរត់ប្រញាយប្រញាប់ចង់ស្ដាប់ស័ព្ទភាសាទាវអើយទាវស្រីសេចក្តីនេះមានណែននួងចេះមើលសាត្រាសំលេងស្រួយស្រាប់ស្ដាប់ភាសាដូចសัตว์សារិកាពីងសាជែកនៅអត្ថបទនេះគឺចង់បញ្ជាក់ពាក់ព័ន្ធជាមួយនឹងសោតារូបរម្មណ៍ហ្នឹងគឺលោកចង់បញ្ជាក់ពាក់ព័ន្ធនឹងអត្ថបទនេះឥឡូវយើងមើលអត្ថបទខាងក្រោមមួយទៀតរួចណែនស្ដាប់ជាក់ភ្ញាក់ប្រែតប្រឹងភ្នែកគុនសំឡឹងទៅមាត់ទ្វាយល់ទាវឈួស្ទប់ដើររេរាស្ទង់ស្ទាចូលក្នុងស្លុងចេញក្រៅអើតមើលដកកច្រហមមាត់ចង់ចេញប្រកាសគ្មានគេហៅស្លុតស្លឹងម្នាក់ឯងដោយក្មេងសៅ